ชีวิตនឹងការងារនៅពេលដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានឈានដល់វ័យដែលអាចធ្វើការបានតាមទម្លាប់ទូទៅរបស់អារ៉ាប់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានខ្វៀលពពែជាមួយបងប្អូនចិញ្ចឹមរបស់លោកនៅក្នុងអំបូរបានីសាអាតនៅពេលដែលត្រឡប់ទៅមកាវិញនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានខ្វៀលពពែឲ្យអ្នកស្រុកដើម្បីយកប្រាក់ឈ្នួលជាគីរ៉តដែលជាចំនួនតិចតួចនៃប្រាក់ឌីណាតតម្លៃរបស់វាក្នុងសម័យនេះប្រហែលជា10រៀលសាអូឌីការខ្វៀលពពែគឺជាទម្លាប់របស់បណ្ដានប៊ីទាំងអស់ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ពួកគាត់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្លាប់មានប្រសាសន៍ម្ដងបន្ទាប់ពីអល់ឡោះស៊ុបហានហ៊ូវតាអាឡាជាម្ចាស់បានប្រទានឲ្យលោកនៅការធ្វើជានប៊ីគាត់បានមានប្រសាសន៍ថាគ្មាននប៊ីណាម្នាក់ដែលមិនធ្លាប់ខ្វៀលពពែនោះទេនៅពេលដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចាប់ផ្ដើមលូតលាស់និងឈានដល់វ័យកំឡោះវាហាក់ដូចជាលោកជួញដូរមានការកត់ត្រាថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្លាប់ធ្វើជំនួញជាមួយសាអ៊ីបប៊ិនអាប៊ីសាអ៊ីបហើយលោកគឺជាដៃគូដ៏ល្អបំផុតមួយរូបដែលមិនប្រកួតប្រជែងឬទាស់ទែងគ្នាឡើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំត្រូវបានស្គាល់ក្នុងការទំនាក់ទំនងអាជីវកម្មរបស់លោកថាមានភាពស្មោះត្រង់គួរឲ្យទុកចិត្តនិងមានសីលធម៌ខ្ពស់បំផុតនេះគឺជារបៀបរស់នៅរបស់លោកក្នុងគ្រប់វិស័យទាំងអស់នៃជីវិតរបស់លោករហូតដល់លោកត្រូវបានគេឲ្យងារថាអាល់អាមីនជាអ្នកដែលគួរឲ្យមានទំនុកចិត្តបំផុតការធ្វើដំណើររបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅស្រុកឆាមនិងការជួញដូររបស់លោកជាមួយទ្រព្យសម្បត្តិរបស់អ្នកស្រីខទីចាអ្នកស្រីខទីចាជាកូនស្រីរបស់ខូវៃឡេតជាស្ត្រីដ៏ប្រសើរបំផុតម្នាក់ក្នុងចំណោមស្ត្រីនៃអំបូរគូរ៉ុចទាំងខាងកិត្តិយសនិងទ្រព្យសម្បត្តិអ្នកស្រីតែងតែផ្ដល់ទ្រព្យសម្បត្តិរបស់អ្នកស្រីទៅឲ្យពាណិជ្ជករដើម្បីជួញដូរដោយមានប្រាក់ឈ្នួលនៅពេលដែលអ្នកស្រីបានឮអំពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអ្នកស្រីបានផ្ដល់ទ្រព្យសម្បត្តិរបស់អ្នកស្រីឲ្យនប៊ីដើម្បីធ្វើដំណើរទៅស្រុកឆាមក្នុងនាមជាពាណិជ្ជករហើយអ្នកស្រីបានផ្ដល់ឲ្យលោកនៅលក្ខខណ្ឌល្អជាងអ្វីដែលអ្នកស្រីពុំធ្លាប់ផ្ដល់ឲ្យអ្នកដទៃឡើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានចេញដំណើរជាមួយអ្នកបម្រើរបស់អ្នកស្រីម្នាក់ឈ្មោះម៉ៃសារ៉ោះទៅស្រុកឆាមហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានធ្វើពាណិជ្ជកម្មទៅការលក់និងទិញនិងទទួលបានប្រាក់ចំណេញយ៉ាងច្រើនហើយទ្រព្យសម្បត្តិរបស់អ្នកស្រីក៏ទទួលបានពរជ័យបរិកាត់យ៉ាងច្រើនជាងមុនបន្ទាប់មកលោកបានត្រឡប់ទៅកាន់មកាសវិញហើយបានប្រគល់ប្រាក់ទាំងនោះដោយស្មោះត្រង់បំផុតការរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយនឹងអ្នកស្រីខទីចាអ្នកស្រីខទីចាបានឃើញភាពស្មោះត្រង់និងបរិកាត់ពរជ័យដែលបង្ហាញពីចិត្តរបស់អ្នកស្រីហើយអ្នកបម្រើរបស់អ្នកស្រីឈ្មោះម៉ៃសារ៉ោះដែលធ្លាប់រួមដំណើរជាមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានប្រាប់អ្នកស្រីអំពីអ្វីដែលគាត់បានឃើញនៅសកម្មភាពរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលពោរពេញទៅដោយភាពថ្លៃថ្នូររាក់ទាក់ស្មោះត្រង់និងចរិតល្អរបស់គាត់រហូតដល់អ្នកស្រុកឆាមនិយាយថាមានព្រឹត្តិការណ៍អស្ចារ្យខុសពីធម្មតាហាក់បីដូចជាមានមឡាអ៊ីកាត់ទេវតា2នាក់បាំងជាម្លប់ឲ្យលោកពីកម្ដៅព្រះអាទិត្យអ្នកស្រីខទីចាបានជាប់ចិត្តស្រឡាញ់និងមានទំនុកចិត្តយ៉ាងខ្លាំងបំផុតលើនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអ្នកស្រីក៏បានបញ្ជូនមនុស្សចំណិតម្នាក់ទៅកាន់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដើម្បីបង្ហាញពីទំនងចង់រៀបអាពាហ៍ពិពាហ៍ជាមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានយល់ព្រមហើយលោកក៏បានពិភាក្សាជាមួយពូរបស់លោកដើម្បីសុំដណ្ដឹងអ្នកស្រីពីពូរបស់អ្នកស្រីគឺអាំរូប៊ិនអាសាត់ពូរបស់អ្នកស្រីបានរៀបចំការរៀបអាពាហ៍ពិពាហ៍ជាមួយនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅចំពោះមុខមេកុសម្ព័ន្ធហាឈីមនិងមេដឹកនាំកូរ៉ុចជាមួយនឹងទឹកប្រាក់បើគិតជាចំនួនប្រហែល20អូតហើយអ្នកដែលសូត្រខូតបានិងថ្លែងសុន្ទរកថាពិធីរៀបអាពាហ៍ពិពាហ៍គឺឪពុកមារបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអប៊ូតាឡាប់ការរៀបអាពាហ៍ពិពាហ៍នេះបានកើតឡើង2ខែបន្ទាប់ពីការវិលត្រឡប់របស់នប៊ីមកពីប្រទេសឆាមហើយពេលនោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមានអាយុ25ឆ្នាំចំណែកឯអ្នកស្រីខទីចាមានអាយុ40ឆ្នាំអ្នកស្រីក៏ធ្លាប់រៀបការជាមួយអាទីកអលម៉ាហ្ស៊ូមីដែលបានស្លាប់ចោលអ្នកស្រីបន្ទាប់មកអ្នកស្រីបានរៀបការជាមួយអាប៊ូហាឡាស់អាត់តៃមីដែលបានស្លាប់ចោលអ្នកស្រីទៀតបន្ទាប់មកមានមេដឹកនាំកំពូលនៃកូរ៉ុចបានព្យាយាមសុំរៀបការជាមួយអ្នកស្រីប៉ុន្តែអ្នកស្រីបានបដិសេធរហូតដល់អ្នកស្រីបានរៀបការជាមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបន្ទាប់ពីអ្នកស្រីបានរៀបការជាមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអ្នកស្រីទទួលបានសុភមង្គលយ៉ាងខ្លាំងជាមួយលោកដែលជាសុភមង្គលដែលមនុស្សទាំងអស់ស្រមៃចង់បានអ្នកស្រីខទីចាជាភរិយាដំបូងរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំកូនរបស់អ្នកស្រីជាមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអលកូស៊ីមហ្សៃណបរូកាយ៉ាអ៊ុំមុលគូស៊ូមហ្វាទីម៉ានិងអាប់ឌុលឡោះ
ហើយកូនប្រុសទាំងអស់របស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានស្លាប់នៅវ័យក្មេងចំណែកកូនស្រីទាំងអស់បានរស់ដល់សម័យនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក្លាយជានប៊ីហើយពួកគេទាំងអស់បានចូលអ៊ីស្លាមបន្ទាប់មកពួកគេបានស្លាប់មុននប៊ីទាំងអស់លើកលែងតែហ្វាទីម៉ាដែលហ្វាទីម៉ារស់នៅរហូតបន្ទាប់ពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទទួលមរណភាព6 ខែ